រាជធានីភ្នំពេញនិងខេត្តហៃឡុងជៀងសាធារណរដ្ឋប្រជាមានិតចិននិងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរពិសេសលើវិស័យទេសចរនិងវិស័យមួយចំនួនទៀតការបង្ហាញពីបំណងខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី20ខែកក្កដាឆ្នាំ2026ក្នុងជំនួបសម្ដែងការគួសមនិងពិភាក្សាការងាររវាងឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញជាមួយឯកឧត្តមហ៊ានសេងជៀនអភិបាលរងខេត្តហៃឡុងជៀងសាធារណរដ្ឋប្រជាមានិតចិននៅសាលារាជធានីភ្នំពេញឯកឧត្តមខួងស្រេងក្នុងជំនួបសម្ដែងការគួសមនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញពិសេសការរីកចម្រើនរបស់រាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះនិងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ឯកឧត្តមអភិបាលក៏បានបន្តទៀតថាកម្ពុជានិងចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង60ឆ្នាំមកហើយតាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះរាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិនឯកឧត្តមហ៊ានសេងជៀនអភិបាលរងខេត្តហៃឡុងជៀងក្នុងជំនួបសម្ដែងការគួសមនោះបានមានប្រសាសន៍លើកឡើងថាគោលបំណងរបស់ប្រតិភូលោកអញ្ជើញមករាជធានីភ្នំពេញនាពេលនេះគឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយរាជធានីភ្នំពេញពិសេសចង់ជំរុញវិស័យទេសចរនិងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជាទៅលក់នៅខេត្តហៃឡុងជៀងឯកឧត្តមក៏បានបន្តទៀតថានៅខេត្តរបស់លោកវិស័យទេសចរនៅរដូវទឹកកកគឺមានភាពតាក់ទាញខ្លាំងជាពិសេសនៅទីក្រុងហាប៊ីនរីឯនៅកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងតំបន់ទេសចរជាច្រើនទៀតរួមទាំងរាជធានីភ្នំពេញដែលទាំងអស់នេះរាជធានីភ្នំពេញនិងខេត្តហៃឡុងជៀងគួរសហការគ្នាក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួនដើម្បីជំរុញវិស័យទេសចរនៃទីក្រុងទាំងពីរឲ្យកាន់តែរស់រវើកថែមទៀតភ្ជាប់ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងក៏បានអញ្ជើញឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងសហការីដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជៀងនារដូវទឹកកកខាងមុខនេះផងដែរឆ្លើយតបទៅនឹងបំណងរបស់ឯកឧត្តមអភិបាលរងខេត្តហៃឡុងជៀងដែលចង់ឲ្យមានទំនាក់ទំនងក្នុងភាពជាដៃគូនិងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរថែមទៀតនោះពិសេសលើវិស័យទេសចរឯកឧត្តមខួងស្រេងបានលើកឡើងពីរាជធានីភ្នំពេញនិងខេត្តហៃឡុងជៀងគួរពិនិត្យលទ្ធភាពចុះអនុសារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកិច្ចការបន្ទាប់គួរចាត់មន្ត្រីជំនាញដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MOU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរដោយឡែកឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមអភិបាលរងខេត្តឯកឧត្តមអភិបាលនឹងពិនិត្យលទ្ធភាពនិងពេលវេលាសមស្របដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជៀងនាពេលខាងមុខនេះ